បាទសួស្តីបងប្អូនអរគ្នាសម្រាប់វីដេអូនេះខ្ញុំនឹងមកចែកម្លែកបងប្អូនទាក់ទងជាមួយនឹង TikTok គឺរបៀបក្នុងការលុបឬក៏ការ remove report ដែលបងប្អូនធ្វើការផុសបន្តទៅលើវីដេអូរបស់គេហើយបងប្អូនចង់ធ្វើការលុបបាទហើយបងប្អូនអត់ទាន់ចេះក្នុងការលុបគឺបងប្អូនអាចមើលវីដេអូរបស់ខ្ញុំនេះបានសង្ឃឹមថាបងប្អូនអរគ្នានឹងបានជាចំណេះដឹងបន្តិចបន្តួចខ្ញុំចែកម្លែកនេះអញ្ចឹងដើម្បីធ្វើការ delete ឬក៏ការលុបទៅលើ remove post ទៅលើ TikTok បានគឺបងប្អូនដំបូងយើងចូលមកកាន់ TikTok របស់យើងមកណាបាទចូលបងប្អូនចូលមកកាន់ TikTok ចឹងបងប្អូនធ្វើការរងចាំបន្តិចដើម្បីខ្ញុំបានបងប្អូនបន្តទៀតបាទបន្ទាប់ពីបងប្អូនចូលមកកាន់ TikTok បែបនេះហើយបងប្អូនត្រូវចូលមកកន្លែងរូប profile របស់យើងកន្លែង icon របស់យើងខាងក្រោមនេះណានេះកន្លែងខ្ញុំចូលនេះគឺបងប្អូនចុចទៅនឹងមកបាទដើម្បីយើងទៅធ្វើការ remove post របស់យើងបាទអញ្ចឹងយើងនឹងចូលមកដល់ទម្រង់បែបនេះនៅក្នុង account TikTok របស់យើងអូខេអញ្ចឹងដើម្បីធ្វើការចូលទៅ remove post ហើយទៅមើល post ដែលយើងធ្វើការpost បន្តហ្នឹងគឺយើងចូលទៅនេះណាកន្លែងនេះបាទអញ្ចឹងបងប្អូននឹងឃើញ remove post បងប្អូនទាំងអស់ហើយបាទអញ្ចឹងនេះគឺជា remove ឬក៏ post ដែលខ្ញុំបានធ្វើការ post បន្តអញ្ចឹងបងប្អូនចង់លុបមួយណាបងប្អូនចុចលើហ្នឹងមកបាទតើយើងចុចចឹងហើយវានឹងបង្ហាញទម្រង់បែបនេះតទៅទៀតបងប្អូនចុចចូលកន្លែង share នេះកន្លែងសញ្ញា share នេះណាបាទនេះកន្លែងសញ្ញា share នេះចុចលើហ្នឹងទៅបាទតទៅទៀតវាបង្ហាញទម្រង់បែបនេះបងប្អូននឹងឃើញពាក្យថា remove report ណាបាទអញ្ចឹងបងប្អូនធ្វើការ remove វាចោលទៅបាទវានឹងធ្វើការ remove បាទជួយថយមកវិញមកបាទបងប្អូនឃើញគឺវាបាត់ហើយអូខេបងប្អូនចង់ remove post មួយណាទៀតគឺបងប្អូនអាចធ្វើការចុចចឹងមកបាទចុច share ម្ដងទៀតចុចកន្លែងពាក្យថា remove report នេះឯងបាទតែប៉ុណ្ណឹងគឺអូខេហើយចឹងមានប៉ុណ្ណឹងបងប្អូនសម្រាប់ការចែកម្លែករបស់ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានជាចំណេះដឹងក៏ដូចជាចូលចិត្តវីដេអូមួយនេះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបខ្ញុំវីដេអូបន្ទាប់ជម្រាបលាបាយបាយ